lúc ta ta ai tế thấy về nị dây thá nâng đâu trò cô hôn tránh hãy đặt nẹp xền về nị dây chè mê tọp về môi để thông chương kể tọp trường cầu một chai dập bật mê tọp thông chương kể mê tọp trường cầu một chai dập bật đuông bật hạt ba nị dây thá còn tọp thái miền cô bầm non vay bầm bắt chương cầm lăng tọp lục hồn sàn anh về nị dây đòi tập pi đòn chia phơi cá bảo vệ về dây chẳng miền ở đám dân này mà nè còn tọp trường cột ban sờ xe bọt ắt thì bài môi tha sừng kem lực nè thưa ỏi soในอำนาจហ៊ុនសែនរងគោះរងកើដែលអាចឈានទៅដល់ការដួលរលំនៃអំណាចរបស់ត្រកូលហ៊ុននឹងឧត្តមសេនីយ៍ម្នាក់ទៀតដែលជាអ្នកនាំពាក្យប៉ុន្តែមិនថ្លែងជាផ្លូវការទេគឺសរសេរនៅទំព័រ Facebook គាត់ក្រៅពីហ្នឹងខ្ញុំអត់ដឹងទេអូខេអាស្រស់បើនិយាយត្រូវគ្នាលើកនេះនៅតំបន់កងគ្នានៅសមុទ្រដែលមានតម្លៃរាប់ពាន់លានដុល្លារអាចនិយាយត្រូវគ្នាជាថ្មីដែរទេអានឹងពេលបន្តទៅទៀតពេលក្រោយទៅទៀតអានឹងពេលក្រោយទៅទៀតណាតែពេលនេះអត់ទាន់និយាយទេពេលនេះត្រូវធ្វើយ៉ាងម៉េចឲ្យឈប់បាញ់សិនណាគាត់ណា beautiful town អ្វីចាប់ផ្ដើមពីប្រជាជនរហូតដល់ថ្នាក់ដឹកនាំអ្វីចាប់ផ្ដើមពីថ្នាក់ដឹកនាំមកដល់ប្រជាជនណាគាត់ណាchange Philip ខ្ញុំអត់យល់កន្លែងហ្នឹងលោកតាជួយបញ្យល់បើសិនជាអាមេរិកបាត់ប្រទេសកម្ពុជាដូចឡាវនឹងមានរឿងអ្វីកើតឡើងបញ្ហា scam នៅប្រទេសកម្ពុជាគឺ Donald Trump អាចបាត់ប្រទេសយើងទាំងស្រុងបានហេតុដែល Donald Trump គាត់អត់បិទពីព្រោះគាត់ចង់បានអ្វីមួយពីកម្ពុជាតែបើសិនណាជាកម្ពុជានៅអល់ឯកអត់និយាយឲ្យច្បាស់មិនយូរទេកម្ពុជានឹងត្រូវបិទដូចឡាវអញ្ចឹងអូខេរីឯលុយដែលលោកហ៊ុនសែនចាយឲ្យ lobby នៅអាមេរិកនេះជួយប្រហែលជាជួយមិនបានទេព្រោះលោកហ៊ុនសែនគាត់ចាយលុយតិចទេហើយ lobby នៅស្រុកអាមេរិកហ្នឹងក៏មិនខ្លាំងដែរអញ្ចឹង Donald Trump អាចទុកឱកាសឲ្យហ៊ុនសែនហ៊ុនម៉ាណែតរកអ្វីយកមកឲ្យគាត់មិនមែនការយកយល់ដល់ប្រទេសកម្ពុជាហ្នឹងវាជាការដាក់ទែនទេបើកម្ពុជាគ្មានអ្វីយកមកឲ្យអាមេរិកទេតែជាកម្ពុជាត្រូវបិទដូចឡាវអញ្ចឹងអានេះជាបញ្ហារហូតដល់ឆ្នាំ30ដល់បន្ទាប់ពីឆ្នាំ30អានឹងរឿងមួយទៀតប្រធានាធិបតីថ្មីជាប់ឆ្នោតអានឹងអញ្ចឹងថៃបាននិយាយថាមិនអោយដីដែលពួកវាមិនអោយដីដែលពួកវាវេកាន់កាប់បាននោះមកវិញនោះទេចុះភូមិស្រុកតើអាចទៀមទាយកមកវិញបានដែរឬទេលោកអ៊ំរឿងរដ្ឋាពាក្យតាសៀមមិនអោយមកវិញខ្ញុំអត់បានឮទេខ្ញុំអត់ឃើញវានិយាយចឹងទេរីឯពាក្យថាបានមកវិញអ្នកម្ចាស់ភូមិម្ចាស់ស្រុកប្រហែលជាមានចំណុចខ្លះអត់បានមកវិញទេពីព្រោះដីហ្នឹងវាអត់មានប្លង់អីត្រឹមត្រូវដល់ពេលដោះស្រាយបញ្ហាព្រំដែនទៅក៏អាចបាត់អត់បានមកវិញដែរតែរាជការបើលោកយកចិត្តទុកដាក់លោកអាចរកដីម្ដុំឲ្យអ្នកស្រុកដែលបាត់បង់ដីធ្លីតាមព្រំដែនហ្នឹងនៅអានឹងអញ្ចឹងណាកូនណាចម្លើយអញ្ចឹងអូខេចម្លើយអញ្ចឹងនៅស្រែណយនៅស្រែចំណាយតិចតែមិនសូវមានកន្លែងរៀននៅក្រុងបណ្ដុំចំណេះដឹងតែចំណាយច្រើនគួរទៅខាងណាលោកតាពេលមករៀនក្រុងសម័យខ្ញុំក៏អញ្ចឹងដែរតែដល់ពេលរៀនហើយទើបរកកន្លែងណាដែលអាចមានការធ្វើសន្សំលុយទៅតាំងលំនៅនៅស្រុកស្រែ
ទើបយើងចាយតិចណាអាហ្នឹងវាកើតតាំងពីសម័យខ្ញុំ FML តើគួរធ្វើដូចម្ដេចបើថ្នាក់លើមិនព្រមបោសសម្អាតអត់ធ្វើអីបានទេសង្គមមួយគឺមានតែរត់ចាញ់មកខ្ញុំនៅស្រុកខ្មែរក៏ខ្ញុំចេះកិច្ចចាញ់ដែរពីព្រោះគេមិនកែប្រែសង្គមខ្ញុំត្រូវខំប្រឹងរកវិធីនាំកូនចៅខ្ញុំចាក់ចាញ់ពីប្រទេសដើម្បីឲ្យកូនចៅខ្ញុំបានសុខសប្បាយអត់ដឹងធ្វើម៉េចទេពីព្រោះគេអ្នកកាន់អំណាចណាអានឹងអញ្ចឹងណាFML beautiful សង្គ្រាមនេះតែខ្ញុំគិតថាសង្គ្រាមក៏ជាមេរៀនល្អសម្រាប់ខ្មែរកុំឲ្យភ្លេចខ្លួនត្រឹមត្រូវណាមួយសារនេះយ៉ាងហោចណាស់ក៏ធ្វើឲ្យភ្ញាក់ខ្លួនថាសន្តិភាពមិនមែនហ៊ុនសែនឲ្យទេហើយក៏ដឹងថាហ៊ុនសែនជាអ្នកបង្កសង្គ្រាមនេះពោះមាត់ស៊ីត្រាវអានោះបើខ្មែរខ្លះក៏នៅតែឆ្លក់វិញក៏ឆ្លក់ទៅបើខ្មែរខ្លះក៏គេដឹងដែរគេថាគេអាចដឹងថាហ៊ុនសែនអត់មានសន្តិភាពឲ្យទេហើយហ៊ុនសែនគឺជាផ្នែកមួយនៃការផ្ទុះសង្គ្រាមនេះអញ្ចឹងវាធ្វើឲ្យខ្មែរយើងយល់ដឹងច្រើនដែរណាវាធ្វើឲ្យខ្មែរយើងយល់ដឹងច្រើនដែរអូខេបាយគីចឹងបាយគី store តានិយាយហោហាយមកហើយចៅចាក់ស្ដាប់ទៅដឹងថាតានិយាយរឿងអីហើយតានិយាយរាល់ថ្ងៃមួយថ្ងៃ2 3 ដង 4 ដង 5 ដងណាកូនណាចៅចាក់ស្ដាប់ទៅនឹងយល់ហើយស្រីណាខ្ញុំឃើញលោកអ៊ំហាក់ដូចជាជាហ៊ុនម៉ាណែតខ្ញុំមើលឃើញថាអ៊ំមើលឃើញថាគាត់ទៅរួចមែនទេចង់ដឹងចម្លើយអ៊ំឆ្លើយប្រាប់អ៊ំកំពុងតែអនុវត្តទ្រឹស្ដីមួយអនុវត្តទ្រឹស្ដីវាចធ្វើកង់ត្រង់ធ្វើកម្មវាចធ្វើកង់ត្រង់ធ្វើកម្មអ៊ំកំពុងតែអនុវត្តទ្រឹស្ដីហ្នឹងម៉ណែតខ្សោយតែយើងត្រូវស្វែងយល់ថាតើម៉ណែតខ្សោយដោយសារមានឪពុកកកូកកាយឬក៏ម៉ណែតខ្សោយដោយមិនទាន់ដកពិសោធន៍ផ្ទាល់ម៉ណែតខ្សោយទេខ្សោយបាទខ្សោយមិនមែនជានេះទេអានោះគឺរឿងដកពិសោធន៍មិនដឹងថាគាត់ខ្សោយដោយសារឪពុកគាត់កកូកកាយឬក៏គាត់ខ្សោយដោយសារខ្លួនឯងខ្សោយអញ្ចឹងនៅក្នុងទ្រឹស្ដីវាចធ្វើកង់ត្រង់ធ្វើកម្មវាត្រូវតែខ្ញុំគិតអញ្ចឹងណាកូនណាស្រីណាអូខេខ្ញុំឆ្លើយប៉ុណ្ណឹងកូនឯងយល់គិតទៅហ្នឹងណា Mr. Ma យើងមានបញ្ហានឹងធំណាកូនណាអៀកងួនហេតុអ្វីហ៊ុនសែនដឹកនាំជាង40ឆ្នាំមិនមានយន្តហោះចម្លើយឆ្លើយខ្លួនឯងពីព្រោះខ្ញុំបានអធិប្បាយមិនដឹងជាប៉ុន្មានដងហើយទេខ្ញុំបានអធិប្បាយមិនដឹងជាប៉ុន្មានដងហើយទេថាកងទ័ពតែលោកហ៊ុនសែនរៀបចំគឺសម្រាប់តែបង្ក្រាបប្រជាជនខ្មែរទេមិនមែនសម្រាប់ច្បាំងទេអញ្ចឹងគាត់មានកងអង្គរៈគាត់មានកំភ្លើងតូចគាត់មានរថក្រោះនិងរថពះដែកសម្រាប់បរជន់ប្រជាជនគាត់មិនបានកសាងកងទ័ពសម្រាប់ការពារប្រទេសទេពីព្រោះគាត់យល់ថាល្មមបានហើយតែគាត់វាខុសមាត់សៀមក៏វាយគាត់ទៅដល់វាយទៅគាត់នឹកឃើញថាគាត់អាចទប់សៀមបានពីព្រោះកាលប៉ះគ្នានៅព្រះវិហារហ្នឹងគាត់ចាប់សៀមបានហើយសៀមក៏មិនហ៊ានពង្រីកសង្គ្រាមដល់លើកនេះគាត់មិននឹកស្មានថាសៀមពង្រីកសង្គ្រាមតាមបណ្ដោយព្រំដែនរហូតដល់កងទ័ពគាត់គេវាយបាក់កងទ័ពដែលគេវាយបាក់ហ្នឹងគឺចង់និយាយពីកងទ័ព BHQ គឺសៀមវាយបាក់ច្រើនកន្លែងណាវាយបាក់ច្រើនកន្លែងណាតែដោយសារតែយុទ្ធសាស្ត្រហៅភ្ញៀវចូលតុកចាំលើកមហូបយុទ្ធសាស្ត្រធ្វើជី
យុទ្ធសាស្ត្រអូសដៃយកមកទាត់អីហ្នឹងកំពុងតែពេញនិយមនៅក្នុង Facebook ខ្មែរមួយចំនួនដែលស៊ីជោអួតហើយនឹង fake ក៏ជឿតែបើខ្មែរមួយចំនួនដែលយកចិត្តទុកដាក់ពិនិត្យសង្គ្រាមនេះគឺឃើញថាកម្លាំងរបស់លោកហ៊ុនសែនខូចខាតច្រើនហើយក្រោយពីឈប់បាញ់ក៏យើងត្រូវតាមដានពីព្រោះគេមិនឲ្យយើងដឹងថាគេខូចស្អីទេយើងមិនដឹងថាកំភ្លើងធំ 3M21 កងទ័ពវាបាក់កន្លែងណាអីយើងអត់ដឹងទេណាតើតែយើងស្ងាត់តាមដានទៅបានដឹងអញ្ចឹងអារឿងស្នែងកបីបរាជ័យអារឿងអូសដៃចូលដើម្បីវាយកញ្ចប់មាត់ក៏បរាជ័យអារឿងអញ្ជើញភ្ញៀវចូលតុកលើកម្ហូបក៏បរាជ័យអារឿងធ្វើ GC ក៏បរាជ័យអស់ហើយអត់មានស្នៀតហ៊ុនសែនណាមួយបានជោគជ័យទេណាអត់មានទេតាបើសិនមានរដ្ឋប្រហារអត់ទេតាអត់និយាយរឿងហ្នឹងទេណារឹមមែនលីតាអត់និយាយរឿងហ្នឹងទេអាស្រស់លោកតាយល់យ៉ាងណាដែរចំពោះប្រព័ន្ធអប់រំវៀតណាមworld class មានន័យថាចំណាត់ថ្នាក់នៃប្រព័ន្ធអប់រំយួនគឺចំណាត់ថ្នាក់ពិភពលោកហើយបើបានកូនយើងទៅរៀននៅក្នុងល្អណាស់មានចំណេះចេះដឹងល្អកុំឲ្យរៀនអាសាលាថោកទាបនៅស្រុកខ្មែរឲ្យតែសញ្ញាបត្រនឹងនិយាយចំអញ្ចឹងអូខេជ័យសិងកុំសួរអញ្ចឹងចៅសួរអញ្ចឹងចាតាត្រូវឆ្លើយអញ្ចេះតាត្រូវឆ្លើយថាខំប្រឹងស៊ីខំប្រឹងចាយពីព្រោះរឿងហ្នឹងចៅគិតឃើញខ្លួនឯងដល់ចៅសួរអញ្ចឹងតើតាចាក់បដ ாய் តើរុញស៊ីក្លូចូលឡានខំប្រឹងផឹកខំប្រឹងស៊ីខំប្រឹងចាយពេលនេះគឺពេលចាយតាណារស់នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីត្រាំពេលនេះគឺពេលសន្សំហើយកាត់បន្ថយចំណាយនៅពេលដែលលោកត្រាំនិយាយថាអាមេរិកា great again តាឃើញហៅប៉ៅរបស់តាចិត្តលហែកហើយចឹងតានេះហើយចៅឯងឃើញចង្គ្រាមហើយចៅឯងមកសួរថាអញ្ចឹងតាត្រូវរុញចៅឯងតាមបដោយទឹកពីព្រោះវាងាយយល់តាចៅវាងាយយល់ណាវាអត់មានចាំបាច់សួរទេណាអូខេកូនណាចៅណាងាយយល់ណាស់វាអត់មានបាក់យល់ទេណាអញ្ចឹងតារុញបដោយទឹកទៅចៅឯងឆាប់ភ្ញាក់តាស្អែកអាចមានបត់ឈប់បាញ់ស្អែកអីកែងគេឥឡូវយើងចូលហើយតែបន្តិចទៀតមក4ភ្លឺនៅស្រុកខ្មែរហ៎កូនណាចាំមើលគេសញ្ញេបានដឹងណាកប់ what is my top 5 favorite book អត់មានពីព្រោះខ្ញុំ I am not a book believer I am a large scale book reader okay studying and researching but I am not favor book or believe in oh this is my top book that is sorry អាហ្នឹងគេហៅថាជាគំនិតអាចឆ្កែគ្មានអ្នកសិក្សាណាគេ favor គេមាន favorite book ទេណាកូនណាដាប់ឲ្យបានណាបើសួរហ្នឹងគឺមិនមែនជាអ្នកសិក្សាស្រាវជ្រាវទេកូនឯងសួរហ្នឹងសួររបៀបដូចថាសួរក្មេងដែលរៀននៅ elementary សួរថា what is your favorite book ក្មេងវាអាចប្រាប់បាន that is favorite book ក្មេងហ្នឹងមិនមែនជា reader and researcher ទេខ្ញុំនេះអាយុប៉ុណ្ណេះហើយនឹងអានសភៅនេះខ្ញុំជា large scale reader ដែលខ្ញុំជា star ជា a person who conduct studying and researching ខ្ញុំគ្មាន favorite book ទេកូនអត់មានទេណាកុកអត់មានទេខ្ញុំមានតែចេះខ្ញុំចាប់សភៅមួយអានបើខ្ញុំទុកសភៅនឹងនៅក្នុងបណ្ណាល័យខ្ញុំ if I keep it on my book shelf in my private library that book is useful បើខ្ញុំអានសភៅនឹងហើយខ្ញុំចាប់ដើមកវត្តសភៅនឹងចោល that book វាអត់ useful ចំពោះខ្ញុំ or that book doesn't
come to me as much that I care ខ្ញុំក៏ចោលអូខេសភៅនៅក្រោយខ្នងខ្ញុំសភៅអត់នេះវាជា references ណាសភៅអត់នេះវាជា references សភៅអត់នេះវាជា references សភៅនៅខាងលើវាជា references សភៅនេះខាងលើ references ណាសភៅនៅខាងក្រោមនេះវាជា references អូខេសភៅនៅខាងម្ខាងទៀតគឺជាសភៅអានសភៅដែលខ្ញុំអានmostly in Cambodian language 3ទូហ្នឹងភាសាខ្មែរនៅខាងនោះ1 2 3 4 5នេះ5 unit នេះជាន់ក្រោមជា references ណាជាន់លើវាសភៅអានអញ្ចឹងវាអត់មានណាមួយជា favorite ទេពីព្រោះ I don't believe in whatever in the book I don't believe I use information but I just don't believe I don't believe in Michael Vickery David P. Chandler William Shawcross but no I don't believe in those guys those authors I use that information for my study for my research yes okay កុកឡើយប៉ុណ្ណឹងណាកុលាប yellow we can hear the firepower in the clip that you were watching okay បើមិនឈប់បាញ់ទៀតវេទនាកាន់តែខ្លាំងពិតហើយ Good morning aviator Bike store យល់យ៉ាងណាចំពោះលោកបងច័ន្ទមនីវាជាចោលជាពួកបាតផ្សារដែលមកបំផ្លាញសាសនាពីព្រោះអាសាសនាហ្នឹងជាសាសនា7មករាវាជាចោលបំផ្លាញសាសនាវាមិនមែនអ្នកបួសទេខ្ញុំឲ្យកូនខ្ញុំរៀនកុំព្យូទ័រតាំងពីថ្នាក់ទី3ប៉ុន្តែមានអ្នកខ្លះឈប់ថាឈប់ឲ្យគាត់រៀនខ្លាចខូចភ្នែកកុំជឿតាមគេខ្ញុំប្រើកុំព្យូទ័រ24ម៉ោងលើ24ម៉ោងមកដល់ពេលនេះវា40ឆ្នាំហើយអូខេ Chain Philip រឿងដែល fresh news ផុសហើយវីដេអូបង្ក្រាប scammer ជនជាតិចិននៅតាមអគារជាការសម្ដែងឬជាការពិតជាការសម្ដែងមិនបានខ្ញុំដឹងថាជាការសម្ដែងគឺមុននឹងទៅចាប់ scammer សមត្ថកិច្ចកម្ពុជាបានផ្ដល់ព័ត៌មានឲ្យមេ scammer ចាក់ចេញពេលទៅចាប់ scammer គឺចាប់បានតែបុគ្គលិកធ្វើការឲ្យ scammer ដែលចាប់ហើយត្រូវប្រឡែងអត់ជាប់គុកទេហើយនឹងចាប់បានគ្រឿងដែល scammer ប្រើតែរបស់ថោកដូចជា computer ទូរស័ព្ទរីឯ software ដែល scammer ដាក់នៅក្នុង network ត្រូវបាន remove រួចទៅហើយរាជរដ្ឋាភិបាលមិនដែលចាប់បាន software ដែល scammer ប្រើទេគឺចាប់បានតែទូរស័ព្ទចាប់បានតែតុកៅអីចាប់បានតែ computer កំបាច់កំប៉ុករីឯផ្ទះចម្រោកដែល scammer គឺអត់មានរឹបអូសយកជាសម្បត្តិរដ្ឋទេដោយសារអីដោយសារអាគេអស់ហ្នឹងគឺជារបស់មន្ត្រីរបស់អង្គការរបស់អ្នកមានដែលសុំកលុំជាមួយ scammer បើសិនជាចង់បង្ក្រាប scammer ដំបូងគឺធ្វើច្បាប់មួយថាគ្រប់អាគារនិងផ្ទះទាំងអស់ម្ចាស់ផ្ទះម្ចាស់អាគារមានភារៈពេជ្រពិលរមិលមើលបើមានការសង្ស័យថាអ្នកជួលនោះគឺជា scammer ត្រូវរាយការណ៍ប្រាប់ក្រសួងសមត្ថកិច្ចគេហៅថាអាជ្ញាធរទទួលបន្ទុកខាងប៉ូលីសចម្រុះប៉ូលីសផ្ទះសម្បែងត្រូវរាយការណ៍ឲ្យគេពិតក្តីមិនពិតក្តីរាយការណ៍ឲ្យគេណា
បើម្ចាស់គេហដ្ឋានម្ចាស់អាគារម្ចាស់ផ្ទះល្វែងនោះបានរាយការណ៍ទុកឲ្យសមត្ថកិច្ចនេះហើយយើងមានវិក័យប័ត្រថាយើងបានរាយការណ៍បើសិនណាជាមិនបានរាយការណ៍ទេបើម្ចាស់ផ្ទះនោះជាម្ចាស់អាគារផ្ទះល្វែងណាហើយគេរកឃើញ scammer ដែលវាកាន់កាប់ផ្ទះច្រើនល្វែងអាហ្នឹងមានន័យថាម្ចាស់ផ្ទះប្រងើយកន្តើយគឺរឹបអូសយកផ្ទះជាសម្បត្តិរដ្ឋនៅអាមេរិកគេមានច្បាប់អញ្ចឹងគេមានច្បាប់រឹបអូសយកជាសម្បត្តិយកអូសយកឡានយកអីចឹងគេមានច្បាប់របស់គេអនុវត្តពីរយៈពេលមួយទៅកាន់រយៈពេលមួយណាបើផ្ទះយើងដាក់ជួលហើយផ្ទះយើងមានអាជ្ញាប័ណ្ណបង់ពន្ធឈ្នួលផ្ទះណាបើសិនណាជាលើកទី1នៃការបង្ក្រាប scammer ប៉ូលីសចូលទៅក្នុងអាគារហ្នឹងហើយចាប់ scammer គេអត់អូសយកផ្ទះយើងទេគេឲ្យវិក័យប័ត្រផាកពិន័យដើម្បីឲ្យយើងរៀងចាលកុំឲ្យសុំកលុំជាមួយនឹងអក្រិតជនតែបើសិនណាជាម្ចាស់ផ្ទះនោះមានផ្ទះនៅទួលគោកនៅច្បារអំពៅនៅទឹកល្អក់ណាបើចាប់លើកទី1ផាកពិន័យចាប់លើកទី2រឹបអូសយកផ្ទះតែម្ដងយកអាគារទាំងមូលជាសម្បត្តិរដ្ឋគ្មានអ្នកណាទេនេះជួយរាយការណ៍ឲ្យប៉ូលីសហ្នឹងមួយឧទាហរណ៍មួយទៀតខ្ញុំកណ្ដាលឲ្យឧទាហរណ៍នេះក្រសួងអ៊ីនធឺណិតមានលក់កញ្ចប់អ៊ីនធឺណិតគេហៅថាកញ្ចប់ឯកជននិងកញ្ចប់ពាណិជ្ជកម្មណាត្រូវមានច្បាប់ឲ្យដឹងថាផ្ទះល្វែងណាដែលប្រើ high speed router ដែលទិញ bandwidth ធំគឺក្រសួងប្រៃសណីទូរគមនាគមន៍ក្រុមហ៊ុនអ៊ីនធឺណិតត្រូវរាយការណ៍ដើម្បីស៊ើបអង្កេតពីព្រោះកន្លែងហ្នឹងគឺ scammer វាប្រើអ៊ីនធឺណិតវាខ្លាំងហ្នឹងមួយទៀតក្រុមហ៊ុន Telecom គឺក្រុមហ៊ុនទូរស័ព្ទណាបើ cellular signal រលកធាតុអាកាសនៃទូរស័ព្ទវាបណ្ដុំនៅទីណាដែលក្រុមហ៊ុនខ្លួនឃើញម្ដងសិត100 200បណ្ដុំវាត្រូវរាយការណ៍ដើម្បីគេទៅស៊ើបអង្កេតពីព្រោះអាហ្នឹង scammer នេះមួយទៀតឲ្យឧទាហរណ៍ទេមិនអស់ទេមន្ត្រីមូលដ្ឋានគ្រប់អាគារទាំងអស់អត់មានអាគារណាមានចម្រឹងពីក្រោមដល់លើទេពីព្រោះវាជាសុវត្ថិភាពបើមានអគ្គិភ័យរត់មិនរួចទេងាប់នៅក្នុងហ្នឹងអញ្ចឹងឲ្យតែមានចម្រឹងហ្នឹងចូលឆែកឆេកហើយឲ្យកាត់ចម្រឹងហ្នឹងចឹងអាគារណាដែលមានរេវ៉ាន់អីស្រុកខ្មែរហៅរេវ៉ាន់ដាអញ្ចឹងណាស្រុកខ្ញុំគេហៅបាល់កូនីណារេវ៉ាន់ដាអញ្ចឹងបើសិនជារេវ៉ាន់ដាណាមានលុះបលាទៅស៊ើបអង្កេតឲ្យកាត់ចឹងពីព្រោះអាគារស៊ីវិលគ្មានត្រូវមានបលាលុះទេហ្នឹងមួយទៀតប៉ូលីសអន្តោប្រវេសន៍ពីរយៈពេលមួយទៅកាន់រយៈពេលមួយត្រូវឆែកជនបរទេសដែលបណ្ដុំគ្នាក្នុងផ្ទះសម្បែងឬអាគារណាមួយថាតើមានច្បាប់ត្រឹមត្រូវទេទិដ្ឋាការចូលរបៀបណាសរុបសេចក្តីមកបើរាជការមិនសុំកលុំជាមួយ scammer ទេការដោះស្រាយ scammer ធ្វើបានតម្លាភាពចប់អាហ្នឹងអញ្ចឹងណាវិលមកជួបប្រហែលជា5នាទីទៀតវិលមកជួបមកភេទទៀតជម្រាបលា